សក្កណាលេខរៀងទី40នៅក្នុងក្រុម SH6 ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីការបើកនៅកម្មវិធីសរសេរកូដភាសា C#ចឹងដើម្បីយើងបង្កើតនៅ topic របស់យើង project របស់យើងគឺយើងចុចពាក្យថា create a new project តមកទៀតយើង research រកពាក្យថា console app ហើយយើងជ្រើសរើសយកកំណត់នៅខាងក្រោមប៉ុន្តែមុននឹងយើងចុចនៅពាក្យថា console app យើងអាចកំណត់ជាមួយនឹងភាសារបស់យើងបានដោយសារតែខាងលើនេះវាជាC# ស្រាប់អញ្ចឹងហើយយើងអត់ចាំបាច់កំណត់អីទេប៉ុន្តែបើសិនជាយើងចង់សរសេរនៅភាសាកូដផ្សេងដូចជា C++ JavaScript ឬក៏ Python មកអាចយើងអាចកំណត់ទៅតាមនឹងបានអញ្ចឹងថងនេះខ្ញុំយក C# តមកទៀតកន្លែងត្រង់នេះយើងយក Windows ទៅតាមអីដែលយើងកំណត់